អញ្ញាធិខេត្តសៀមរាបរៀបចំទិវាទេសចរពិភពលោកឆ្នាំ2025នាចុងសប្តាហ៍នេះក្រោមប្រធានបទទេសចរនិងបរិវត្តកម្មប្រកបដោយចីរភាពអញ្ញាធិខេត្តសៀមរាបដែលមានការសហការជាមួយមន្ទីរអង្គភាពជុំវិញខេត្តក្រុងរៀបចំទិវាទេសចរពិភពលោកឆ្នាំ2025នារសៀលថ្ងៃទី10ខែតុលាចុងសប្តាហ៍នេះក្រោមប្រធានបទទេសចរនិងបរិវត្តកម្មប្រកបដោយចីរភាពនៅសាលាខេត្តសៀមរាបក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រៀមរៀបចំទិវានេះនៅថ្ងៃទី7ខែតុលាឆ្នាំ2025លោកងើសេងកាក់អភិបាលរងខេត្តបានបង្ហាញថាទិវាទេសចរពិភពលោកឆ្នាំ2025រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនៅវិស័យទេសចរនៅក្នុងខេត្តសៀមរាបទៅកាន់ពិភពលោកភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅវិស័យឯកជនផ្សេងៗទៀតតាមរយៈការធ្វើបទបង្ហាញខ្លីពីវិស័យទេសចរក្នុងខេត្តនិងមានចង់បដាពាក្យស្លោកពាក់ព័ន្ធនឹងវិស័យទេសចរនៅតាមផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងសៀមរាបលោកអភិបាលរងខេត្តបញ្ជាក់ថាសម្រាប់ប្រធានបទនៃឆ្នាំនេះនឹងឆ្លើយតបទៅនឹងនិន្នាការស្ថានភាពទេសចរសកលលោកតំបន់និងកម្ពុជាដែលរាជរដ្ឋាភិបាលបន្តលើកកម្ពស់វិស័យទេសចរជាពិសេសបន្តការជំរុញអភិវឌ្ឍវិស័យទេសចរវប្បធម៌និងធម្មជាតិដោយបានបន្ថែមនៅទេសចរបៃតងស្អាតនិងវៃឆ្លាត